យាយបេក្ខជនរបស់យើងទាំងពីររូបឡើងមកហើយខ្លួនអបសាទរដល់គ្នាអូយអូយបាក់ញ៉ៅអាយ៉ាសកម្មភាពគូប្រកួតទី3នេះគឺគួរឲ្យចាប់អារម្មណ៍មែនទែនវិជ្ជការអ្នកប្រដាល់វាយអ្នកក្រតេតាក់និងបរមមាធុពីអ្នកប្រដាល់យ៉ាងចាស់ដៃឯកំខំវិញគឺគប់អត់ពីតាឡើយទោះបីជាខំកិច្ចទៅណាក៏កិច្ចរួចដែរមិនដែរឥឡូវសួរគីងជន់មុនមើលមិនបន្ទាប់ពីបានលេងហ្នឹងមានអារម្មណ៍មិនដែរជន់មានអារម្មណ៍ថាត្រោមខ្លួនតែម្ដងតែសុបាយហ៎សុបាយហ៎ហើយនំផ្អែមអត់ផ្អែមមួយម៉ាត់ចុងក្រោយដល់ខាងបងណា10ផ្លប់ពេញខាងវិជ្ជការងាកទៅលើវិជ្ជការមិនដែរកម្លាំងមិនដែរពេលបន្ទាប់ពីការប្រកួតហើយមានអារម្មណ៍ថាខ្សោះហ្មងបងខ្សោះអស់ពីខ្លួនហ្មងអរគុណអញ្ចឹងអ្នកទាំងពីរបានបង្ហាញនូវសមត្ថភាពហើយដូច្នេះគឺជាពេលវេលារបស់បងប្អូនដែលជាទស្សនិកជនទស្សនាដោយផ្ទាល់វិញម្ដងដល់ក្នុងស្ទូឌីយោនេះបើសិនជាបងប្អូនដែលពេញចិត្តទៅលើបេក្ខជនរូបណាសូមបងប្អូនបោះឆ្នោតគ្រប់គ្រងដល់គាត់សូមជម្រាបជូនថាបើសិនជាពេញចិត្តនៃការសម្ដែងរបស់បេក្ខជនវិជ្ជការសូមបងប្អូនផ្ញើសារលេខ1បើសិនជាបងប្អូនពេញចិត្តនៅបេក្ខជនគីមឈួននៅក្នុងវិញ្ញាសាដ៏ពិសេសគឺគប់អត់បេតាសូមបោះឆ្នោតលេខ2ជូនលោកគីមឈួនបាទឥឡូវបងប្អូនអរគ្នាត្រៀមនៅដូច្នេះការបោះឆ្នោតគ្រប់គ្រងចាប់ផ្ដើមប្រិយមិត្តទស្សនិកជនបន្ទាប់ពីឃើញនៃការបង្ហាញនូវសមត្ថភាពរបស់បេក្ខជនទាំងពីររូបការប្រកាសលទ្ធផលសរុបពិន្ទុបានមកដល់ហើយបាទរងចាំមើលតើតាក្នុងចំណោមអ្នកទាំងពីររូបនេះនរណាដែលអាចបន្តទៅវគ្គផ្ដាច់ព្រាត់ប្រចាំសប្តាហ៍ទី1នេះដូច្នេះមុននឹងបង្ហាញជូននៅការប្រកាសលទ្ធផលជូនដល់បេក្ខជនទាំងពីររូបខ្ញុំបាទក៏សូមថ្លែងអំណរគុណដល់អ្នកឧបត្ថម្ភរបស់យើងសូមថ្លែងអំណរគុណដល់ស្រាបៀរអង្គរប្រទេសខ្ញុំស្រាបៀរខ្ញុំបេះដូងខ្មែរសូមអរគុណដល់ Pepsi ពេញចិត្តនឹងជីវិតរបស់អ្នកគ្រប់វិនាទីទឹកពិសាអង្គរពូរ៉ូជាទីទុកចិត្តសម្រាប់មនុស្សដែលជាទីស្រឡាញ់របស់លោកអ្នកឥឡូវនេះពេលវេលានៃការប្រកាសលទ្ធផលរបស់គីមឈွန်ជាមួយនឹងវិជ្ជការដែលនៅក្នុងវិញ្ញាសាដ៏ពិសេសនៅក្នុងរដូវកាលទី1នៅក្នុងកម្មវិធី Killer Karaoke គឺនៅក្នុងដៃរបស់លោកវិបុលនេះហើយអាយ៉ាច្រឡំឲ្យឃើញភ័យឥឡូវភ័យអត់ភ័យហ៎ភ័យតិចបាទឥឡូវមើលសួរតិចបាទអាចបន្តទៅអាចសង្ឃឹមបន្តអត់ទេគីមឈွန်តិចទួចដែរណាបាទហើយវិជ្ជការវិញសង្ឃឹមអត់ទេគ្នាបងដូចគ្នាតិចទួចដូចគ្នាណាបាទតិចទួចបូកមួយតិចទួចទៅច្រើនហើយឥឡូវនេះខ្ញុំបាទសូមបើកបាទលទ្ធផលដែលបានសរុបជូនក្នុងការបោះឆ្នោតគ្រប់គ្រងបាទជាសារសម្លេងបាញ់មិញនេះសម្រាប់អ្នកដែលបន្តទៅវគ្គផ្ដាច់ព្រាត់ប្រចាំសប្តាហ៍ទី1នៃកម្មវិធី Killer Karaoke Cambodia រដូវកាលទី1នេះបានទៅលើអ្នកណាគេអ្នកណាគេអ្នកដែលអាចបន្តវគ្គផ្ដាច់ព្រាត់ប្រចាំសប្តាហ៍ទី1សូមអបអរសាទរជូនបេក្ខជនខ្ញុំភ័យដែរបេក្ខជនលេងកឹមឈើការប្រកួតជុំទី3អ្នកឈ្នះគឺលោកលេងកឹមឈួនអ្នកឈ្នះទាំង3រូបត្រូវប្រកួតគ្នាក្នុងជុំចុងក្រោយប្រចាំសប្តាហ៍នេះអរគុណណាស់ចំពោះអ្នកដែលបានចូលរួមប្រកួតនៅក្នុងកម្មវិធី Killer Karaoke Cambodia ដែលមានវិជ្ជការជាមួយនឹងគីមឈွန်បាទនិយាយចំទៅគឺសុទ្ធសឹងតែជើងខ្លាំងដូចគ្នាប៉ុន្តែការបោះឆ្នោតនេះគឺជាការបោះឆ្នោតពេញចិត្តរបស់ទស្សនិកជនត្រឹមត្រូវហើយចូលរួមអបអរសាទរសម្រាប់គីមឈွန်ហើយគីមឈွန်នឹងត្រៀមលក្ខណៈដើម្បីបន្តទៅវគ្គក្នុងការបង្វិលរង្វង់បាទពីរង្វិលដើម្បីច្រៀងយករង្វាន់ឈានរកទឹកប្រាក់$1000តែឡែកសម្រាប់វិជ្ជការក៏ចូលរួមសោកស្ដាយណាវិជ្ជការបាទអរគុណច្រើនបាទប្រិយមិត្តទស្សនិកជនបន្តិចទៀតនេះយើងនឹងជួបគ្នាក្នុងការប្រកួតរបស់បេក្ខជនឈ្នះទាំង3រូបនៅវគ្គក្រោយគឺជាការប្រកួតវគ្គផ្ដាច់ព្រាត់ប្រចាំសប្តាហ៍បេក្ខជន3រូបនឹងឈ្នះចំនួនមួយបទរួមគ្នានៅលើពីបង្វិល